បងប្អូននៅចាំបានអត់កាលពីឆ្នាំ2022ទូកងខាងលើនេះគឺជាទូកងរបស់ខេត្តកំពង់ធំដែលទទួលបានជីលភាលេខ1ប្រចាំខេត្តតែម្ដងបងប្អូនទូកងខាងលើនេះគឺជាទូកងមួយរបស់បងប្អូននៅខាងស្រុកប្រាសាទសម្បូរដែលមានឈ្មោះថាតាអោកដេជោសែនជីបារមីកំពង់ស្បូវរបស់បងប្អូននៅភូមិតាអោកឃុំឈូកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបងប្អូននាឆ្នាំ2026នេះបើយើងមើលទៅកាន់វីដេអូខាងលើគឺកំពុងតែកែសម្រួលកិនសៃនៃបាតទូកក៏ដូចជាក្បាលទូកជាដើមរបស់ក្រុមមេជាងកុងឡាចដែលបងប្អូននិយមហៅថាជាជាងទូកចន្ទុលប្រចាំស្រុកប្រាសាទសម្បូរខេត្តកំពង់ធំតែម្ដងបងប្អូនឲ្យតែលឺថាទូកងណាមួយដែលមកពីខាងខេត្តកំពង់ធំច្បាស់ជានឹកសម័យទៅដល់ខាងទូកខាងស្រុកប្រាសាទសម្បូរហើយដោយសារតែខាងស្រុកប្រាសាទសម្បូរគឺសម្បូរទូកដែលលេងចន្ទុលដែលជាវប្បធម៌ប្រពៃណីមួយដែលកម្រមានដែលខេត្តផ្សេងមិនងាយមានដូចអញ្ចឹងណាបងប្អូនយល់បែបណាដែរចំពោះការកែសម្រួលទូកងខាងលើនេះឃើញថាក្រុមមេជាងអ៊ំកងឡាចផ្ទាល់មកមានញឹកដល់ហើយដែលឮតំណែងថាអាចនឹងបដូរក្បាលផងដែរអញ្ចឹងបងប្អូនមានតែចាំតាមដានអ្នកគ្នាក្នុងការចោះរកលបឿនក៏ដូចជាការប្រកួតក្នុងថ្នាក់ស្រុកនិងថ្នាក់ខេត្តដឹងតែពេញលេងបងប្អូនអញ្ចឹងបងប្អូនមានតែចាំតាមដានអ្នកគ្នាខ្ញុំក៏តាមដានដែរដោយសារតែជាអ្នកស្នេហាវិស័យទូកងតាំងពីកើតនៅចំភូមិដែលមានទូកងមានប្រពៃណីទូកងអញ្ចឹងធ្វើខ្ញុំអារម្មណ៍រំភើបពុះកញ្ជ្រោលបងប្អូនអញ្ចឹងបងប្អូនមានតែចាំតាមដានទាំងអស់គ្នាបាទបងប្អូននៅចាំបានទេបាទការប្រកួតឲ្យតែប៉ះឲ្យតែទូកងតអោបប៉ះប៉ូនតែប៉ះសែនសេរីយោល្អមើលមែនតើអញ្ចឹងបងប្អូនឆ្នាំ2026នេះខ្ញុំគិតថារដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំការប្រកួតអុំទូកទៀតបងប្អូនពេញលេងហើយបងប្អូនអរគុណជួបគ្នាវីដេអូបន្ទាប់